mình nghĩ ban hộp tê một hộp mùi này cứ thà to tại miền cam thì mong cô ca ấy bạn kia thưa trang kia thưa một hộp này nếu không cam thì một cô ca tại thế này cứ như một thưa nhằm luôn ấy hay tiếng ở này cứ chia kêu xóm sầm là thưa muốn spray mà hay kêu xóm cứ miền spray chú rồi có cái hai thật spray mà hay dương play slug về chân những máu dương cho ta thiêng về tế tâm số preng chó sạch món score bơi cháy nâng bờ rượt điอะไรខ្ញុំមកធ្វើការហាន់ស្ពៃសិនហើយស្ពៃរបស់ខ្ញុំហ្នឹងគឺខ្ញុំហាន់បច្ឆាអញ្ចឹងឥឡូវនេះគឺថាស្ពៃរបស់ខ្ញុំបានហាន់រួចហើយឥឡូវខ្ញុំទុកវាម្ដុំសិនខ្ញុំទៅធ្វើការដំខ្ទឹមរបស់យើងហើយកញ្ច្រាំវាឲ្យម៉ត់សិនតោះពេលខ្ញុំបានកញ្ច្រាំខ្ទឹមរួចហើយខ្ញុំក៏ធ្វើការទុកវាម្ដុំសិនទៅឥឡូវយើងមកធ្វើការលាយទឹកស៊ុបរបស់យើងម្ដងចាក់ប្រេងខ្យងចូលស្ករប៊ីចេងនិងបរឌីចូលហើយក៏ធ្វើការកូរគ្រឿងនឹងចូលគ្នាឲ្យសព្វតោះពេលខ្ញុំធ្វើការលាយទឹកស៊ុបរួចហើយនឹងខ្ញុំក៏ធ្វើការទុកវាម្ដងសិនទៅយើងមកធ្វើការដាក់ឆ្នាំងដាំដើម្បីធ្វើការស្ងោរមាន់របស់យើងឥឡូវយើងធ្វើការទុកវាឲ្យពុះសិនទៅឥឡូវនេះគឺថាទឹករបស់ខ្ញុំគឺបានដាំពុះហើយខ្ញុំក៏ធ្វើការដាក់សាច់មាន់ចូលទៅបន្ទាប់ពីធ្វើការដាក់សាច់មាន់រួចហើយខ្ញុំក៏ធ្វើការដាក់គល់ស្កេងដែងស្លឹកក្រូចសើចនិងមើមខ្ទឹមមួយមើមហើយធ្វើការស្ងោរជាមួយមាន់ហើយយើងក៏ធ្វើការក្រោកវាទៅទុករហូតដល់តែសាច់មាន់របស់យើងនឹងគឺឆ្អិនបានល្អហើយគឺថាសាច់មាន់របស់យើងគឺស្ងោរបានឆ្អិនល្អហើយខ្ញុំក៏ធ្វើការពលូតគេហើយស្រង់វាទុកវាឲ្យត្រជាក់ដើម្បីធ្វើការប្រឡេះសាច់វាជាជំរាកឥឡូវខ្ញុំធ្វើការទុកសាច់មាន់របស់យើងម្ដងសិនទៅយើងធ្វើការដាក់ឆ្នាំងចាយដើម្បីធ្វើទឹកស៊ុបរបស់យើងហើយយើងដាក់ឆ្នាំងចាយក្តៅមកដើម្បីចាក់ខ្លាញ់ចូលដើម្បីបំពងខ្ទឹមរបស់យើងឲ្យក្រហមនិងអ្នកនរគ្នាឥឡូវខ្លាញ់របស់យើងគឺក្តៅហើយយើងធ្វើការចាក់ខ្ទឹមច្រាំរបស់យើងចូលទៅដើម្បីបំពងវាឲ្យឡើងក្រហមហើយខ្ទឹមរបស់ខ្ញុំបានបំពងក្រហមហើយយើងធ្វើការចាក់ទឹកស៊ុបដែលយើងបានលាយនឹងចូលទៅយើងធ្វើការកូរវាបន្តិចបន្ទាប់មកក៏ធ្វើការចាក់ទឹកស៊ុបបន្តិចទៅហើយដាំរហូតតទៅវាពុះប៉ុណ្ណឹងជាការស្រេចឥឡូវនេះទឹកស៊ុបរបស់ខ្ញុំបានឆ្អិនហើយយើងទុកវាម្ដងសិនទៅយើងធ្វើការដាក់ឆ្នាំងចាវហើយចាក់ទឹកស៊ុបដើម្បីធ្វើការស្រុះស្ពៃរបស់យើងហើយខ្ញុំក៏ធ្វើការចាក់ទឹកកកដាក់ចូលក្នុងកន្ត្រកនៅពេលដែលយើងស្រុះស្ពៃរួចហើយហ្នឹងយើងក៏សងស្ពៃដាក់ចូលក្នុងទឹកកករបស់យើងត្រាំឲ្យស្ពៃរបស់យើងត្រជាក់នឹងធ្វើឲ្យស្ពៃរបស់យើងមានពណ៌ស្អាតនៅពេលដែលខ្ញុំធ្វើការស្រុះស្ពៃហ្នឹងខ្ញុំក៏បន្ថែមអំបិលបន្តិចដែរឥឡូវនេះគឺថាបន្លែរបស់យើងគឺបានស្រុះរួចហើយបន្ទាប់មកហ្នឹងខ្ញុំក៏ធ្វើការយកខ្ទឹមមួយមកហើយយើងចាក់បន្លែយើងចូលទៅហើយយើងចាក់សាច់មាន់ដែលយើងបានបេះរួចនេះចូលទៅបន្ទាប់មកទៀតខ្ញុំធ្វើការចាក់ទឹកស៊ុបពីលើហើយយើងធ្វើការកូរវាឲ្យសព្វមក
បន្ទាប់ពីខ្ញុំកូរសពរួចហើយខ្ញុំនឹងធ្វើការដួសវាដាក់ចានមកហើយម្ហូបមួយមុខនេះដែរគឺយើងអាចធ្វើញ៉ាំបាយក៏បានឬក៏ធ្វើជាគ្រឿងក្លែមក៏បាននៅពេលដែលយើងជួបជុំមិត្តភ័ក្តិយើងអាចធ្វើញ៉ាំក៏បានដែរដោយសារមុខម្ហូបមួយនេះគឺឆ្ងាញ់មែនទែនហើយងាយស្រួលនៅក្នុងការធ្វើញ៉ាំទៀតនឹងអ្នកទាំងអស់គ្នាគឺថាវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណឹងបាយបាយជួបខ្ញុំនៅពេលក្រោយម្ដងទៀត